ជំរាបសួរបងបាទជាដំបូងចង់ឲ្យបងជួយជំរាបឈ្មោះតិចមកហើយភូមិឃុំដែលបងកំពុងរស់នៅនេះ ខ្ញុំឈ្មោះសេកឆាង សេក ឆាង ឆាងបងនេះតែនេះគេហៅភូមិអីឃុំអីដែរបង ឃុំច្បក់កោងឃុំស៊ូ បាទច្បក់កោ ឃុំ ង ច្បក់កោងឃុំទៅស៊ូស្រុកស្វាយ ជ្រុំខេត្តស្វាយរៀងហ្នឹងហើយអ្វីដែលខ្ញុំបានចាំដូចជាមួយខែមុនបងបានទៅដល់ផ្ទះប្អូនហ្នឹងគឺជាផលិតផលតម្រងនោមខាលគូធាលមួយកំប៉ុងអញ្ចឹងណាបងណា បាទ កាលនោះបងប្រាប់ប្អូនថាបងមានបញ្ហាតម្រងនោមហើយខ្ញុំអត់ច្បាស់សោះតែកាលនោះបងមិនដឹងថាបងមានបញ្ហាយ៉ាងម៉េចតម្រងនោមកាលនោះបង កាលនោះវារៀងឈឺនោមញាប់ហើយនោមទៅវាក្តៅ បាទ ដល់ពេលវាក្តៅហើយខ្ញុំទៅស្វាយជ្រុំនោះស៊ូបងកូនតឌី បាទ ស៊ូកូនតឌីទៅកូនតឌីប្រាប់ហើយដល់ពេលទៅយកលេខទៅវាអត់បានលេខមកស៊ូផ្ទះពូសេរីទៀតហើយពូសេរីប្រាប់ទៅខ្ញុំទៅយកដល់នោះទៅ បាទចង់និយាយថាអាការៈរបស់បងគឺធ្វើទុកយ៉ាងម៉េចដែរ ខ្ញុំចាក់ឈឺនោមញាប់ នោមញាប់ ហ្នឹងហើយ នោមញាប់ហើយក្រៅពីនោមញាប់មានក្តៅហួលឬក៏យ៉ាងម៉េច ក្តៅពេលរៀបឈឺនោមអញ្ចឹងយើងព្រឺនោមចាប់ព្រឺចុកកន្លះឬក៏ឈឺឆ្អឹងខ្នងឈឺចកេះទេបង កាលនោះវារៀងឈឺចកេះតិច បាទមានបានទៅពេទ្យឲ្យពេទ្យគេពិនិត្យមើលគេឲ្យគេអេកូមើលទេបង កាលនោះដូចជាកាលមុនមិនទាន់លេបថ្នាំទៅពេទ្យម្ដងគេថាលាក់តម្រងនោម បាទ តែខ្ញុំហូបអាថ្នាំពេទ្យនឹងហើយក៏លែងទៅវាលើតាឈឺដែរដល់ពេលនេះខ្ញុំទៅរកថ្នាំនឹងម្ដង បាទ ហើយ ចាំមានថាបន្ទាប់ពីបងបានប្រើប្រាស់ថ្នាំពេទ្យនៅតែអត់ធូរណាបងណា វានឹងហើយវានោមញាប់ហើយក្តៅ បាទអញ្ចឹងទៅបងសម្រាប់ចិត្តទៅប្រើទៅជីវផលិតផលខាលគូធាលមិនអញ្ចឹងណាបងណា ហ្នឹងហើយ បងជីវមកហើយនឹងហូបបានប្រហែលថ្ងៃបានដឹងថាធូរដែរបង ខ្ញុំនឹងវាមិនទៀងដែរព្រោះខ្ញុំហូបបាត់ឃើញថ្ងៃណារវល់អត់ ផ្លេចទៅណាបងណាបាទ អត់រវល់ហូប បាទវិលមកក្រោយបន្តិចវិញរយៈពេលដែលបងមានបញ្ហានោមញឹកក្តៅអួលហ្នឹងយូរខែយូរឆ្នាំទេបង ប្រហែលជាមិនយូរប្រហែលទេគាត់ថាប្រហែលជាមួយខែជាងតិច បាទបងប្អូននេះគឺជាចំណុចពិសេសមួយអញ្ចឹងផ្ដាំផ្ញើទៅដល់ពូមីងយាយតាបងប្អូនដែលមានបញ្ហាតម្រងនោមរយៈពេលខ្លីប្រញាប់ព្យាបាលជាមួយនឹងខាលគ្រូធាលទៅគឺនឹងឆាប់បានជាសះស្បើយដោយបងប្រុសអញ្ចឹងបងប្រុសមានអាការៈប្រហែលជាជាង2ខែឬក៏1ខែទេហូបអស់តាមមួយខ្លងគឺបានជាសះស្បើយ 100% បងម្ដងនេះ ឥឡូវវាថាយើងថា 100% ក៏វាមិនទាន់នេះតែគាត់ថាវាជាច្រើនហើយយើងឥឡូវវាតាំងពីហូបមកវាដែលអី អត់ដែលអីនោមញឹកនៅទេអត់មានទេចុះឈឺមានទេអត់ចុះអ៊ូលើកន្លះហ្នឹងមានទេចាំមានថា 100% បាត់ហើយបងបាទចុះផលិតផលហ្នឹងបងហូបអស់នៅឬក៏នៅទេបងអស់ហើយបងនេះអស់ហើយបន្ទាប់ពីបងហូបអស់ហ្នឹងប្រហែលជាប្រហែលថ្ងៃហើយអស់ប្រហែលថ្ងៃបង យូរដែរហើយនេះ បន្ទាប់ពីប្រើប្រាស់ផលិតផលទាំងអស់ហ្នឹងមានរើមានធ្វើទុកឡើងវិញទេបង ឥឡូវអត់ទេបងណាអូជាដាច់ចឹងតែម្ដងណាបងណាបន្ទាប់ពីបងអាការៈបានធូរអញ្ចឹងទៅមានអារម្មណ៍ជឿជាក់ថាផលិតផលនឹងប៉ាកែទេបង បាទនៅបើសម្រាប់ខ្លួនខ្ញុំថាប៉ាកែបើខ្ញុំហូបតាមម្ដងទៅវាជាតែបើដូចគេខ្ញុំដឹងដែរបាទប៉ុន្តែសម្រាប់បងផ្ទាល់គឺជឿហើយណាបងណា បើខ្ញុំហូបទៅវាជាមែន បាទអរគុណបងអញ្ចឹងចុងក្រោយចង់ឲ្យបងមានពាក្យពេចន៍ផ្ដាំផ្ញើទៅកាន់ពូមីងយាយតាបងប្អូនដែលគាត់មិនទាន់ជឿជាក់ហើយគាត់មានបញ្ហាតម្រងនោមដោយបងប្រុសអញ្ចឹងដើម្បីឲ្យគាត់មកប្រើប្រាស់ផលិតផលខាលគូធាលដោយបងជឿដោយបងអញ្ចឹងមានអីផ្ដាំផ្ញើទៅកាន់ពួកគាត់បងជឿមក ខ្ញុំមានអីទៅមានតាឡើយចេះផ្ដាំផ្ញើអ្នកដែលឈឺតម្រងនោមដូចខ្ញុំមកពេលដែលនោមញាប់ហើយក្តៅនោមទៅវាក្តៅបាទអញ្ចឹងសូមបងប្អូននេះជួយតែអានេះផលិតផលស្អីខាលគូធាលមកខាលគូធាលទេហូបដូចខ្ញុំទៅក៏ជាដូចខ្ញុំបើខ្ញុំនឹងបានហូបអានឹងមកកំប៉ុងដល់ហូបទៅឥឡូវវាដូចវាអត់អីដូចវាជាហើយបាទអស់តែមកកំប៉ុងទេហ្មងណោះបាទអញ្ចឹងសម្រាប់អារម្មណ៍បងផ្ទាល់ជឿជាក់ទេបងតែបើដូចខ្ញុំជឿតែបើគេមិនដឹងដូចមិនគេបាទអរគុណច្រើនបងខ្ញុំហូបខ្ញុំដឹងថាខ្ញុំបាទអរគុណច្រើនសម្រាប់បងដែលបានផ្ដល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារយើងខ្ញុំអរគុណច្រើនជួបបងជាសះស្បើយ 100% ណាបងណាបាទអរគុណបង